សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញនិងចែករំលែកអ្នកទាំងអស់គ្នានៅកម្មវិធីមួយដែលមានឈ្មោះថា EasyCom ហើយកម្មវិធីមួយហ្នឹងគឺជាកម្មវិធីសម្រាប់ឃ្លាំមើលចរាចរណ៍តាមដងផ្លូវណានៅក្នុងទីក្រុងភ្នំពេញតាមរយៈកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវមួយចំនួនហើយវាជួយសម្រួលដល់បងប្អូនមុននឹងយើងធ្វើដំណើរទៅទីតាំងណាមួយនៅក្នុងទីក្រុងភ្នំពេញយើងអាចឆែកមើលឬក៏មើលសិនថាតាមរយៈ EasyCom កម្មវិធី EasyCom ហ្នឹងដែលមានវីដេអូ live ផ្ទាល់ពីកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវមួយចំនួនរបស់យើងអញ្ចឹងអ្នកទាំងអស់គ្នាអាច download យកកម្មវិធី smartphone កម្មវិធី EasyCom នៅលើទូរស័ព្ទ smartphone របស់លោកអ្នកបានទោះបីជា Android និង iOS ក៏អាច download បានដែរតាម Play Store និង App Store ណាអញ្ចឹងខ្ញុំនឹងចូលទៅកាន់ Play Store ដើម្បី download យកកម្មវិធីឲ្យអ្នកទាំងអស់គ្នាមើលអូខេចូលតាមហ្នឹងមកខ្ញុំទៅរក Play Store អូខេនេះ Play Store អូខេអញ្ចឹងកម្មវិធីនេះឈ្មោះថាកម្មវិធី EasyCom អូខេចុចលើវាមកណាអូអញ្ចឹងខ្ញុំបាន download ហើយឥឡូវខ្ញុំ uninstall ចោលខ្ញុំ download ម្ដងទៀតអូខេចាំតិចទៅខ្ញុំ uninstall វាចោលហើយខ្ញុំ install វាម្ដងទៀតឲ្យអ្នកទាំងអស់គ្នាមើលអ៊ីនធឺណិត slow អូខេអញ្ចឹងខ្ញុំ uninstall ហើយអញ្ចឹងខ្ញុំ install វាម្ដងទៀតណានឹងឈ្មោះថា EasyCom ហ្នឹងអូខេខ្ញុំអាច stop វាពេលនេះវាកំពុងតែ download ហើយណាអូខេចាំតិចទៅអ៊ីនធឺណិតខ្ញុំយឺតពេកអូខេចិត្តពេញហើយអូខេសុំទោសផងដោយសារអ៊ីនធឺណិតដែលយឺតពេកណាអញ្ចឹងការបង្ហាញក៏យឺតតាមនឹងដែរអូខេពេលនេះយើង download បានជោគជ័យហើយអញ្ចឹងពេលយើងអូខេឥឡូវចូលទៅបើកកម្មវិធីនេះតែម្ដងខ្ញុំបើកមើលកម្មវិធីនេះមកអញ្ចឹងសូមបញ្ជាក់ថាកម្មវិធីនេះបើយើងចង់ពេលដែលយើងចង់មើលវីដេអូ live ផ្ទាល់ពីតាមបណ្ដាផ្លូវនីមួយៗនៅក្នុងទីក្រុងភ្នំពេញអ្នកទាំងអស់គ្នាត្រូវតែ online ដោយបើកអ៊ីនធឺណិតណាជាមុនសិនចាំយើងបើកមើលវាណាអូខេឥឡូវកន្លែងនេះ Welcome to EasyCom អញ្ចឹងអ្នកទាំងអស់គ្នាអាចអូសមកខាងឆ្វេងមកណានឹងមានប៊ូតុងមួយណាប៊ូតុង Start អញ្ចឹងចុចលើប៊ូតុង Start
បាទហើយនៅខាងក្រោមនេះគឺមាន4បាទរូប4មួយដែលយើងចង់បង្ហាញថា track quick camera បើន័យថាកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវមួយៗដែលបំពាក់ដោយកាមេរ៉ាសុវត្ថិភាពឲ្យយើងមើលតាមឲ្យយើងឃើញវីដេអូ live ផ្ទាល់ហ្នឹងមួយទៀតគឺ live radio ហ្នឹងគឺសម្រាប់បើកវិទ្យុដោយផ្ទាល់ណាបើកវិទ្យុដោយផ្ទាល់ដូចយើងមានវិទ្យុមួយដែរហើយ new anyone គឺព្រឹត្តិការណ៍នៅព័ត៌មានផ្សេងៗទៀតណាអញ្ចឹងខ្ញុំចុចលើ track quick camera មើលវាបង្ហាញអីគេណាជាង track quick camera គឺមានន័យថាកាមេរ៉ាដែលបំពាក់ទៅតាមដងផ្លូវមួយចំនួនដែលមាននៅក្នុងទីក្រុងភ្នំពេញបាទដូចជា7មករាអូខេស្ពាន7មករាទៅតាមដងផ្លូវក្បាលខ្នល់ក៏ដូចជា Riverside ក៏ដូចជាផ្លូវនីវង Intercon នេះជាដើមហ្នឹងបាទឥឡូវខ្ញុំបើកមើលនៅលើផ្លូវ7មករាមើលបាទស្ពានអាកាស7មករាមើលមិនដែរណាចុចលើវាមកអូខេបាទនេះគឺជាសកម្មភាពចរាចរណ៍ណានៅស្ពាន7មករាស្ពានអាកាស7មករាអញ្ចឹងនេះគឺជារូបភាពlive ផ្ទាល់តែម្ដងដែលជាភាពងាយស្រួលមួយឲ្យបងប្អូនទាំងអស់គ្នាងាយស្រួលក្នុងការមុននឹងធ្វើដំណើរទៅណាអញ្ចឹងយើងមើលវីដេអូថាអូឥឡូវផ្លូវនឹងស្ទះយើងអាចផ្លូវទៅណាផ្លូវណាផ្សេងក៏បានហើយផ្លូវនឹងបញ្ហាអញ្ចឹងយើងអាចជៀសវាងបានណាអូខេអញ្ចឹងនេះគឺជាភាពងាយស្រួលមួយដល់បងប្អូននិងអ្នកទាំងអស់គ្នាដែលជាពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅក្នុងទីក្រុងភ្នំពេញអូខេអញ្ចឹងអ្នកទាំងអស់គ្នាអាចសាកល្បងចូលទៅមើលនៅតាមដងផ្លូវផ្សេងៗទៀតដែលមាននៅខាងក្រោមណាអញ្ចឹងវីដេអូរបស់ខ្ញុំបង្ហាញតែប៉ុណ្្នឹងទេហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមើលវីដេអូនេះហើយនឹង download យកកម្មវិធីនេះមកប្រើប្រាស់ដើម្បីងាយស្រួលសម្រាប់ខ្លួនឯងណាអូខេអរគុណច្រើនសម្រាប់ការទស្សនានៅក្នុងវីដេអូមួយនេះ